ខ្លាំងដៃណាលោកពូបាត់សិតមិនអោយក្រុមគ្រួសារចូលស្ដាប់សវនកម្មអស្ចារ្យមែនតើលោកពូអស្ចារ្យណាស់ខ្លាំងដៃមែនតើបាទសូមលំអរកាយគ្រប់ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តដែលកំពុងតែទស្សនាវីដេអូមួយនេះជួបគ្នាម្ដងទៀតហើយបាទនៅថ្ងៃនេះខ្ញុំបាទបើក Facebook មកឃើញនេះបាទលោកអែមសុកសវណ្ណប្រធានគណៈបកដើម្បីកម្ពុជាបាទណាបច្ចុប្បន្នអញ្ចឹងគាត់បានបង្ហោះ caption ភ្ជាប់ជាមួយនឹងរូបភាពបាទភ្ជាប់ជាមួយនឹងរូបភាពនេះភ្ជាប់ជាមួយរូបភាពបាទពាក់ព័ន្ធទៅនឹងដូចជាខាងមន្ត្រីរាជការក្រមអាវ៉ាតហ្នឹងដូចជាប្រកាន់រើសអើងរួមឬក៏បិទសិទ្ធិសេរីភាពមិនដឹងទេនេះបាទហើយការកន្លងទៅហ្នឹងលោកអែមសុកសវណ្ណបាទដែលជាបច្ចុប្បន្នដែលជាប្រធានគណៈបកដើម្បីកម្ពុជាហ្នឹងគឺថាមានបញ្ហារឿងរ៉ាវជាមួយនឹងរាជអាជ្ញាខាងព្រៃវែងរាជអាជ្ញាខាងព្រះវិហារបាទនិងមន្ត្រីរាជការជាច្រើនបាទឲ្យតែថាអនុវត្តច្បាប់មិនសមរម្យគឺលោកអែមសុកសវណ្ណហ្នឹងគាត់តែងតែចេញមុខបាទដើម្បីស្វែងរកនៅភាពត្រឹមត្រូវជូនចំពោះខ្លួនគាត់និងប្រជាពលរដ្ឋបាទដែលរងការធ្វើបាបបាទពីមន្ត្រីទាំងអស់នោះហើយនៅថ្ងៃនេះផងដែរក៏មិនខុសពីរឿងរ៉ាវមុនទេបាទនេះបើតាមគាត់បង្ហោះនៅលើ Facebook របស់គាត់ហ្នឹងបាទគឺប៉ះពាល់សិទ្ធិសេរីភាពបាទនិយាយទៅគឺបិទសិទ្ធិណាគាត់នៅសរសេរនេះដាក់ឆែដាគេនេះតាក់ទងទៅនឹងការហាមឃាត់បាទមិនឲ្យសាធារណជនហ្នឹងចូលទៅស្ដាប់សវនកម្មបាទវាទៅអញ្ចឹងវិញនេះបាទបងប្អូនធម្មតាអញ្ចឹងការចូលរួមស្ដាប់បាទសវនកម្មនៅក្នុងតុលាការមិនថាតែនៅក្នុងរាជធានីភ្នំពេញឬក៏នៅតាមខេត្តទេគឺត្រូវតែមានការចូលរួមពីភាគីថាសាច់ញាតិបងប្អូនបាទបូករួមជាមួយនឹងសាធារណជនដែលអាចចង់ចូលរួមស្ដាប់សវនកម្មជំនុំជម្រះបាទការជជែកវែកញែករកខុសរកត្រូវអីហ្នឹងគឺនៅក្នុងតុលាការហ្នឹងហើយបាទគឺអាចបើកសិទ្ធឲ្យសាធារណជនរួមជាមួយបងប្អូនអាចចូលរួមបានបាទអត់មានការហាមឃាត់អីទេបាទក៏ប៉ុន្តែនេះវាខុសស្អីនេះបាទនេះឃើញលោកពូនេះបាទតនុយហំហានសម្បើមណាបាទនេះទៅជាហាមប្រជាពលរដ្ឋហាមសាធារណជនមិនឲ្យចូលទៅស្ដាប់សវនកម្មនៅក្នុងតុលាការទៅវិញអាមិនបានទៅអញ្ចឹងសង្ហាផងអ្នកឈរដើរតនុយហើយគាត់ទូនាទីអីណែបានជាហាមមិនឲ្យចូលទៅស្ដាប់សវនកម្មអញ្ចឹងណាបាទអញ្ចឹងបានជាលោកអែមសុកសវណ្ណហ្នឹងគាត់បានសរសេរជា caption នេះនៅថ្ងៃនេះថ្ងៃទី18ខែកុម្ភៈចំថ្ងៃចូលឆ្នាំចិនទៀតគាត់សរសេរថាឯកឧត្តមប្រធានតុលាការខេត្តស្ទឹងត្រែងឯកឧត្តមបរិញ្ញាខេត្តស្ទឹងត្រែងឲ្យពិនិត្យមើលមន្ត្រីរាជការក្រមអាវ៉ាតហ្នឹងមិនបានមិនអនុញ្ញាតឲ្យសាច់ញាតិហើយនឹងសាធារណជនចូលស្ដាប់សវនកម្មណាឬមួយក៏វាមានរឿងស្អីលាក់បាំងនៅក្នុងហ្នឹងអាមិនវាទៅជាអញ្ចឹងខ្លាំងសម្បើមណាបាទសាច់ញាតិបងប្អូនគេត្រូវការចូលរួមស្ដាប់សវនកម្មឯងនេះអត់ឲ្យចូលនេះអញ្ចឹងបានលោកអែមសុកសវណ្ណហ្នឹងគាត់ក្តៅលើកជាដែរប្រហោះទាំងព្រឹកបាទណាហើយបានសរសេរទៀតថាពេលខ្លះហ្នឹងថ្នាក់ដឹកនាំគឺមានចន្លោះប្រហោងត្រង់ចំណុចហ្នឹងបាទហើយអាចនឹងធ្វើឲ្យមន្ត្រីថ្នាក់ដឹកនាំធំហ្នឹងវាគេថាខូចឈ្មោះដោយសារមន្ត្រី
ក្រមអាវ៉ាតហ្នឹងបាទមន្ត្រីមានឆ្លៀតដូចថាក្រមអាវ៉ាតទេប៉ុន្តែវាឆ្លៀតប្រើអំណាចបំពេញច្បាប់ណាបាទយកហៅថាសិទ្ធិអំណាចខ្លួនឯងហ្នឹងមកហាមឃាត់ប្រជាពលរដ្ឋវាទៅអញ្ចឹងវាខូចឈ្មោះដល់ថ្នាក់លើនោះបាទហើយគេក៏មិនចេញមតិច្រើនអំពីលោកពូម្នាក់ហ្នឹងបាទអស់ទាស់តែហ្មងណាបាទអាម៉េចបានតឹងទៅហាមអញ្ចឹងមានអីលាក់បាំងមែនឬក៏មិនមើលបាទខាងអាដាមប្រធានតុលាការខេត្តស្ទឹងត្រែងនិងរាជអាជ្ញាហ្នឹងមើលជួយដោះស្រាយតិចមើលជួយបកស្រាយតិចមើលចាត់វិធានការតិចមើលមិនហ្នឹងហើយគាត់មានទុនទីអីដែលនេះពូម្នាក់ហ្នឹងដែលហាមមិនអោយគេចូលទៅស្ដាប់សវនកម្មនេះអស់ចារហ្មងអាហ្នឹងវាធ្វើឲ្យខូចបាទខូចដល់មន្ត្រីគេល្អមានអីលាក់មែនបាទបើមិនមានអីលាក់បាំងទេមិនក៏ត្រូវហាមឃាត់គេអញ្ចឹងបាទវាអត់ត្រូវអញ្ចឹងបានលោកអែមសុកសវណ្ណគាត់តែងតែស្វែងរកនូវភាពត្រឹមត្រូវយុត្តិធម៌ជូនទាំងអស់គ្នាបាទអញ្ចឹងនេះគឺវាប៉ះពាល់ខ្លាំងបាទដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋអរគុណអញ្ចឹងមានតែប៉ុណ្្នឹងទេបាទហើយខ្ញុំជឿជាក់ថាមន្ត្រីក្រមអាវ៉ាតផ្សេងទៀតបាទកុំយកគំរូតាមលោកពូម្នាក់នេះណាបាទដើម្បីវាផ្ដល់ឱកាសឲ្យសាធារណជនឲ្យប្រជាពលរដ្ឋហ្នឹងគឺបានចូលរួមទទួលយកព័ត៌មានអ្វីដែលពួកគាត់ត្រូវចាំបាច់ត្រូវការណាបាទហើយសង្ឃឹមថាខាងថ្នាក់លើនឹងចាត់វិធានការចំពោះមន្ត្រីបាទជាពិសេសគឺលោកពូម្នាក់នឹងនៅខាងខេត្តស្ទឹងត្រែងដែលហាមមិនអោយសាធារណជននិងសាច់ញាតិចូលស្ដាប់សវនកម្មបាទអរគុណចឹងshareឲ្យលោកពូបានឃើញផងបាទអរគុណច្រើន